ទឹកថ្នោតនៅពេលដែលយើងយកម្ករងាស់បែបនេះរយៈពេល2ម៉ោងទៅ2ម៉ោងកន្លះហ្នឹងខ្លាចជាស្ករហើយអស់ច្រើនដែរតែបើសិនយើងមានពងបែបនេះវិញគឺយើងចំណាយអស់តិចទេទឹកថ្នោតដែលយើងយកមករងាស់ប៉ុណ្ណឹងឯងដែលគេហៅថាទឹកនំគោអូនៅទេនៅតិចទៀតបានគេហៅថាទឹកនំគោគិតទៅភាសារបស់ប្រជាជនដែលគាត់រស់នៅតាមជនបទស្រែចម្ការព្រោះហ្នឹងណាដល់ពេលយើងឡើងក្រហមយើងយកទៅវិតហ្នឹងគេហៅជើងក្រងនេះគ្រាន់តែចំហាយជះមកឡើងឈ្ងុយហ្មងអត់ទាន់ឈ្ងុយប៉ុណ្ណឹងតិចទៀតឈ្ងុយជាងនឹងទៀតឈ្ងុយជាងនឹងទៀតហ្នឹងហើយអូពុះល្មមនេះគិតទៅយើងនៅក្រុងពេលយើងចង់ដាំទឹកក្តៅយើងប្រើកសៀវទឹកដាំដល់ពេលនៅខេត្តចេះអត់ទេនេះគឺគេដាក់មួយឆ្នាំងអញ្ចឹងមកដាំទឹកតែក៏បានដាំទឹកថ្នាំក៏បានមួយឆ្នាំងប៉ុណ្ណឹងហូបបានមួយថ្ងៃទេនិយាយដូចមួយថ្ងៃក៏ថាបានដែរពិតជាត្រឹមត្រូវហើយប៉ុន្តែនេះឆ្នាំងទឹកដែលយើងពងដាំហ្នឹងយើងមិនមែនយកទៅញ៉ាំទេគឺយើងដាំដើម្បីយកទៅលាងពងទឹកត្នោតតាអូផ្លេចគិតថាពងទឹកត្នោតហ្នឹងតទៅពេលយើងយកទៅដាក់ទឹកត្នោតតយើងយកទៅលាងទឹកក្តៅសិនម៉ារ៉ាណែខ្ញុំចង់ប្រាប់បន្តិចតាក់ទងមួយពងទឹកត្នោតកាលពីមុនណាកសិករយើងគាត់ទៅយកទឹកត្នោតគឺគាត់ប្រើតែពងអាស័យនេះទេអត់ប្រើពងជ័រទេហើយមួយវិញទៀតទឹកត្នោតនៅពេលដាក់ក្នុងពងអាស័យនេះមានរសជាតិផ្អែមឆ្ងាញ់ឈ្ងុយតែបច្ចុប្បន្នដោយសារតែកសិករពីច្រើនគាត់យកទឹកត្នោតហ្នឹងកែច្នៃទៅជាស្ករអញ្ចឹងគាត់ប្រើប្រាស់ជាមួយពងជ័រនេះបើសិនជាឲ្យគាត់រែកជាមួយនឹងពងអាស័យនេះទៀតរែកសងខាងធ្ងន់ណា20ធ្ងន់ស្មាដែរហ្នឹងណាអញ្ចឹងអាចនិយាយបានថានេះជាការផ្លាស់ប្ដូររបស់កសិករនេះចំណាំងពពេលគិតទៅចាស់បុរាណគាត់មានក្បួនខ្នាតណាទឹកត្នោតគ្រាន់តែដាក់ចំណាំងពពេលនឹងចូលទៅធ្វើឲ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយនៅពេលដែលគាត់យកទឹកត្នោតនឹងទៅរំងាស់ជាស្ករទៀតកាន់តែឈ្ងុយមកកម្រិតទៀតត្រូវហើយចាស់ពីដើមសិតមានក្បួនខ្នាតចឹងហើយក្រោយពេលដែលយើងរំងាស់ទឹកត្នោតជិត2ម៉ោងមកឥឡូវទឹកត្នោតជិតខ្លាយជាស្ករហើយរេណូហ្នឹងឯងដែលគេហៅថាជើងក្រងនៅទេនៅក្រហមជាងនឹងតិចទៀតប្រហែលជា2-3នាទីទៀតអីជើងក្រងហ្មងម៉ារ៉ាណែតពេលវេលានេះជាពេលវេលាមួយដែលប្រយ័ត្នខ្លាំងណាស់សម្រាប់ក្នុងការរងាស់ស្ករត្នោតបើសួមអាចខ្លោចឡើងក្រហមឯតានេះម៉មអីគាត់លើកទៅហើយថ្ងៃនេះបានមករំលឹកអនុស្សាវរីយ៍ឡើងវិញរូបភាពបែបហ្នឹងយើងធ្លាប់ឃើញកាលពីនៅក្មេងៗលោកតាលោកយាយគាត់វិតស្ករប៉ុន្តែមិនមែនប្រើកម្លាំងខ្លាំងអញ្ចឹងទេគឺប្រើដៃច្រវាហ្នឹងយកមកវិតបងស្រីឥឡូវហ្នឹងកំពុងតែធ្វើស្កររងូឬមួយក៏ស្ករក្រហមស្ករក្រហមតែជាស្ករក្រហមបាទឈ្ងុយទេណាបងស្រីស្ករហ្នឹងយើងទុកលក់ហើយក៏ទុកហូបទុកហូបចាចឹងកសិករស្រួលឃើញគាត់ឡើងថ្នោតខ្លួនឯងហើយគាត់វិតស្ករហើយធ្វើជាស្ករថ្នោតទុកហូបខ្លួនឯងទៀតមែនបងស្រីអ្នកឡើងខ្លួនឯងទេបងប្រុសឯអ្នកឡើងបងស្រីអ្នកធ្វើស្ករបងស្រីអ្នកវិតមកផ្ទះយើងវិតហើយបានស្ករត្នោតនេះមួយឆ្នាំទុកហូបបានមួយឆ្នាំមកអញ្ចឹងមេថាសម្រាប់ប្រជាកសិករក្រៅពីមុខរបរស្រែចម្ការគាត់អាចឡើងត្នោតនៅរដូវឡើងត្នោតអញ្ចឹងដើម្បីយកស្ករទុកវិតទុកហូបហើយទុកលក់បានទៀតមួយថ្ងៃបានមួយផ្ទះមួយឆ្នាំហើយចេះតែមកទៅវិតរាល់ថ្ងៃត្រូវហើយនេះជាមុខរបរមួយដែរតាអញ្ចឹងរបៀបធ្វើស្ករគឺដូចតែគ្នាហ្នឹងរេណូគ្រាន់តែថាកសិករខ្លះគាត់មានពងស្ករ1ខ្លះមាន2ខ្លះមាន3អញ្ចឹងទៅតែកន្លែងបងនេះមានដល់ទៅ4នៅផ្នែកខាងនេះវិញអាចនិយាយបានថាជាលក្ខណៈដូចសិប្បកម្មហើយដោយសារតែគាត់មានពងស្ករនេះដល់ទៅ4អញ្ចឹងតើបានជាឃើញមានកណោអស់ច្រើនណានៅតាមមុខផ្ទះនីមួយៗរបស់អ្នកស្រុកណាតាមពិតពួកគាត់ទាំងអស់គ្នាហ្នឹងទុកអស់នឹងសម្រាប់យកមករងាស់ស្ករសោះពងស្កររបស់គាត់ប្រើអស់តែបន្តិចសោះប៉ុន្តែកម្ដៅក្ដៅល្អណាហ្នឹងហើយថាប្រយោជន៍នៃការប្រើពងស្ករគឺល្អអញ្ចឹងអស់តិចហើយក្ដៅងុំហ្មងខ្ញុំទាយថាគាត់ធ្វើស្ករក្រហមដូចតែបងស្រីមុននោះដែរហ្នឹងច្បាស់មែនចាំមើលទៀតមើលអ្វីដែលខ្ញុំគិតថាពិបាកជាងគេក្នុងការធ្វើស្ករត្នោតនេះគឺឡើងត្នោតទៅយកទឹកត្នោតទៅមកបានទឹកត្នោតយូរណាត្រូវឡើងគៀបរហូតហើយចុះរេណូឯងអាចឡើងយកទឹកត្នោតបានអត់តែហើយយើងមិនបានទេមើលទៅតែឡើងបានឡើងត្រឹម2-3កាំគាត់ហុចទឹកត្នោតដែលគាត់យកហើយនឹងឲ្យខ្ញុំយកមកញ៉ាំបានប៉ុន្តែឲ្យឡើងទៅដល់គៀបត្នោតញីត្នោតឈ្មោះហ្នឹងអូអត់ចេះទេពិបាកស្ករហ្នឹងយើងវិតយកទៅធ្វើស្ករក្រហមមែនបងស្ករហុយឬស្ករម៉ត់ហ្នឹងខ្ញុំដឹងធ្លាប់តែឃើញគេធ្វើស្ករក្រហមដែលគេយើងហៅថាស្ករពាងហ្នឹងណាដល់ពេលនិយាយថាធ្វើស្ករហុយអញ្ចឹងដូចជាអត់យល់និយាយទៅរេណូហ្នឹងនាំឲ្យឆ្ងល់ហ្មងណាចាំតែមើលទៅឈូសឡើងម៉ត់អស់ចឹងបងគេធ្វើស្ករហុយគេធ្វើអញ្ចឹងឈូសឲ្យស្អាតពីផ្ទះហ្នឹងមិនស្រួលលក់ងាយអញ្ចឹងនឹងជាវិធីធ្វើស្ករហុយហ៎បងចាស្ករហុយរេណូឯងហៅស្ករម៉ត់ហ្នឹងហើយដូចតែគ្នាគ្រាន់តែយើងឆ្កឹះបំបែកឲ្យវាបែកអញ្ចឹងហៅថាស្ករហុយហ៎បងអត់ទេម៉ារ៉ាណែតរួចហើយគេធ្វើការបំបែកបែបនេះទៀតណាអ្នកវិតស្ករផ្សេងដល់ពេលអ្នកបំបែកស្ករផ្សេងទៀតដូចជាសហគមន៍គ្រួសារមួយនេះម្ដាយមួយជើងម្នាក់ហ្មងនិយាយទៅពេលដែលនិយាយពីថារឿងផលិតស្ករដំបូងខ្ញុំគិតថាមានតែការផលិតស្ករពាងឬក៏ស្កររងូឯង
ប៉ុន្តែឥឡូវនេះរេណូអញនិយាយថាផលិតស្ករហុយឥឡូវបានឃើញណា ចាឥឡូវមើលឲ្យយកចិត្តទុកដាក់អីមែនទេតើតើជាមួយនឹងការផលិតស្ករហុយឬស្ករម៉ត់នេះណាកុំឲ្យបានទៅដល់លើទីផ្សារឃើញគេមានលក់ដឹងថាគេផលិតមិនហ៎ មែនតើដឹងតែញ៉ាំមក តាមក៏ពិតទៅការធ្វើស្ករហុយឬស្ករម៉ត់នេះដូចទៅការធ្វើស្ករក្រហមអញ្ចឹងខុសគ្នាត្រង់ថាស្ករក្រហមនៅពេលដែលយើងយកទៅថ្នមមករងាស់ខ្លាចជាស្ករហើយបន្ទាប់មកវិតតែដល់ពេលយើងធ្វើស្ករនេះវិញយើងវិតហើយយើងចាប់ផ្ដើមសកត់ឲ្យវាម៉ត់ឲ្យវាហុយឲ្យវាស្ងួតណាហើយបន្ទាប់មកទៀត បន្តមកទៀតធ្វើអីទៀត បន្ទាប់មកគាត់យកមករែង ចាស្ករហុយនេះយកទៅលក់តាមក្រុមហ៊ុននិងផ្សារទំនើបអីចឹងណា បានមីងហើយជាពិសេសអាចនាំចេញក្រៅប្រទេសបានទៀតណាព្រោះស្ករនេះល្អខ្លាំងមែនទែនជួយដល់សុខភាពទៀត សារសេរីរាង្គអីហ្នឹងដឹងតែត្រូវហ្មងរេណូ មិនមកផ្លែតហើយណានៅពេលដែលរែងហើយអញ្ចឹងហើយត្រូវយកទៅសម្ងួតទៀតអញ្ចឹងទេបតបមុខរបរមួយនេះគិតថាស្រួលក៏ស្រួលពិបាកក៏ពិបាកដែរ អ្នកមីងឥឡូវយើងជោគស្ករហ្នឹងយកទៅណាវិញ យកទៅហាល អូមិញភ្លេចគាត់ប្រាប់ហើយត្រូវហាលម្ដងទៀត ហ្នឹងហើយ ហាដើម្បីស្ងួតល្អ ចា មករណែតឃើញទេបច្ចុប្បន្ននេះសូម្បីតែហាស្ករក៏យើងមានបន្ទប់បិទចិត្តដើម្បីហាស្ងួតស្ករយើងឲ្យស្ងួតល្អដែរអញ្ចឹងនេះយើងបានឃើញហើយថាអ្នកភូមិនៅទីនេះនៅពេលដែលគាត់ឡើងថ្នោតហើយគាត់យកស្ករហ្នឹងមកវិតហើយធ្វើទៅជាស្ករក្រហមបែបលក្ខណៈគ្រួសារហើយគ្រួសារខ្លះទៀតគឺគាត់ធ្វើបែបសិប្បកម្មដែលគាត់យកស្ករទាំងអស់ហ្នឹងមកវិតហើយគាត់យកមកកិនឲ្យម៉ត់ហើយស្ងួតវាស្ងួតខ្លាចទៅជាស្ករម៉ត់ជាពិសេសអាចលក់ក្នុងស្រុកបានហើយលក់ក្រៅប្រទេសបានទៀត បើខ្ញុំវិញចាប់អារម្មណ៍របៀបហាលគាត់មានកូនរោងតូចមួយហើយគាត់មានកន្លែងហាលហ្នឹងឡើងស្អាតហ្មងអត់មានធូលីដីអីហូរចូលទេអញ្ចឹងអ្នកដែលគាត់បានទទួលទានស្ករនេះហើយគឺអនាម័យហ្មង រណែតសួរមួយមើលនៅខេត្តណាសម្បូរដើមត្នោតច្រើនជាងគេ បើតាមខ្ញុំចាំកាលដែលយើងនៅរៀនភូមិវិទ្យានៅរៀនមធ្យមសិក្សាខេត្តដែលសម្បូរថ្នោតជាងគេគឺខេត្តកំពង់ស្ពឺ ហើយចុះឥឡូវយើងនៅណា ខេត្តកំពង់ស្ពឺហ្នឹងហី ឃើញទេមើលដើមត្នោតនៅជុំវិញខ្លួនយើងច្រើនមែនទែនសិតតែដើមត្នោតហ្មង ត្រូវហើយដោយសារតែរដូវហ្នឹងជារដូវដែលអ្នកភូមិគាត់នាំគ្នាផលិតស្ករត្នោត ត្រូវហើយអញ្ចឹងតោះឥឡូវយើងទៅមើលផ្ទះគ្រួសារផ្សេងទៀតដែលគាត់ផលិតស្ករត្នោតដូចគ្នាអញ្ចឹងណាកសិករដែលគាត់ផលិតស្ករត្នោតខ្លះគឺគាត់ផលិតស្ករពាងឬក៏ខ្លះទៀតគាត់ផលិតស្ករហុយប៉ុន្តែនៅទីវិញគឺគាត់ផលិតស្ករសាច់ហើយនិងស្កររងូ ស្ករសាច់មកជើរេណូ ស្ករសាច់ស្ករក្រហមស្ករពាងយើងហ្នឹងហ៎ អូភាសាខុសគ្នាណោះ ហ្នឹងហើយ ខ្ញុំដឹងថាពីរភាសាឥឡូវឡើង3ហើយនេះស្ករសាច់ សម្រាប់ទូនាទីរបស់កសិករដែលគាត់មើលភ្លើងថ្នោតនេះត្រូវមើលជាប់កុំឲ្យដាច់ហើយជាពិសេសត្រូវដួសពពុះចេញបើមានពពុះកើតឡើងដោយសារតែពពុះនោះវាមានកតិកទីការថ្នោតអីចឹងណាយើងត្រូវដួសវាចេញនេះ និយាយទៅការផលិតស្ករដើម្បីឲ្យមានគុណភាពល្អគឺយើងត្រូវរក្សាអនាម័យទៀត នៅនេះគឺជាសហគមន៍ផលិតស្ករត្នោតបើនិយាយទៅឈរលើគោលការណ៍ស្តង់ដារគុណភាពនិងអនាម័យហ្នឹងហ្មងដោយសារតែគាត់មិនលក់ទៅក្នុងស្រុកទេណាគាត់លក់ដល់ក្រៅប្រទេសទៀតហ៎ បើយើងនិយាយពីស្ករក្រហមឬក៏យើងហៅថាស្ករត្នោតស្ករសាច់អីហ្នឹងយើងគិតថាធម្មតាឯងព្រោះយើងប្រើប្រាស់ជាប្រចាំយកទៅធ្វើម្ហូបធ្វើជាបង្អែមប៉ុន្តែនៅពេលដែលយើងបានមកដល់កន្លែងដែលគាត់ផលិតជាស្ករហ្នឹងហ្មងមិនដឹងថាមិនងាយស្រួលទេទៅមកបានជាស្ករ ការងារនេះបើចំរដូវរងាវិញមករណែតអើយកក់ក្ដៅស្រួលខ្លួនហ្មងណាតែដល់ពេលខែនេះវិញយើងក្ដៅបន្តិច ខ្ញុំសង្កេតឃើញថាពេលដែលកំពុងរងាស់ស្ករហ្នឹងការងារសំខាន់មាន2ទី1គឺត្រូវថែភ្លើងហើយទី2ទៀតគឺត្រូវថែដោយការដួសពពុះចេញខេងលោមានដោយកាកសំណល់ផ្សេងអញ្ចឹងវាធ្វើឲ្យស្កររបស់យើងហ្នឹងអត់ស្អាតហើយអីដែលសំខាន់ស្ករនេះយើងត្រូវរងាស់4ទៅ5ម៉ោងដោយសារតែជាស្កររងូឬក៏ស្ករសាច់អញ្ចឹងណា ដោយសារផ្ទះហ្នឹងធំយើងត្រូវការរងាស់រយៈពេលយូរចឹងហើយ4ទៅ5ម៉ោងហើយណាមួយចំណុះទឹកត្នោតមកផ្ទះហ្នឹងជិត100លីត្រ យើងកំពុងអវត្តស្ករហ្នឹងធ្វើស្ករអីគេលពូ នេះពងធ្វើស្ករសាច់បាទ មិញលពូថាធ្វើស្ករសាច់ហើយចាំបើសិនជាយើងចង់យកទៅធ្វើជាស្ករហុយវិញបានអត់លពូ បានតែគាត់យើងដាក់ចាស់ភ្លើងពីនឹងបន្តិច អញ្ចឹងបើយើងចង់ធ្វើស្ករហុយយើងឲ្យវាឆ្អិនយ៉ាងនឹងតិចទៀតឲ្យភ្លើងឲ្យខ្លាំងបន្តិចហើយបន្ទាប់មកយើងធ្វើការវិតហើយយើងចាប់ផ្ដើមកិនវាហើយបន្សោះវាស្ងួតតិចទៅហើយយើងធ្វើការរែងហើយយើងយកទៅហាលស្ងួតទៀត ប៉ុន្តែមកផ្ទះរបស់លពូនេះគឺគាត់កំពុងតែធ្វើស្ករសាច់មុនហ្នឹងឃើញគាត់ធ្វើស្ករសាច់ដែរប៉ុន្តែគាត់គ្រាន់តែប្រើតោកវត្តហើយឬគឺហើយលពូដល់ពេលលពូនៅវត្តដៃថែមទៀត អានេះយើងចង់ឲ្យបានល្អជាងទូកដល់ពេលវិតគឺវិតទៅវាល្អជាងខាប់ជាងទូក វាកាន់តែ កាន់តែល្អ កាន់តែល្អហើយពណ៌កាន់តែស្អាតទៀត បាទពណ៌កាន់ស្អាត ជឿថាបើយើងរវិតកតុកហ្នឹងទេយើងអាចទុកហូបជាលក្ខណៈគ្រួសារបានតែបើយើងចង់លក់ដូរឲ្យមានពណ៌តាក់ទាញហើយកាន់តែល្អទៀតគឺយើងត្រូវវិតដៃបន្ថែមទៀត គាត់យកពីផ្ទះមកបញ្ចូលគ្នាក្នុងផ្ទះតែមួយហើយចូលវឹកលីកាទៅ វិតអត់រួចមិនបានណែតនេះអត់ឃើញអីនៅមុខទេ
គេប្រើម៉ូទ័រ ហាអញ្ចឹងគេប្រើតោកទៀតទេហ៎ អត់ទេនេះកាន់តែទំនើបទៀតហើយគេប្រើម៉ូទ័រអញ្ចឹងយើងអាចវិតបានចាក់ពីផ្ទះចូលគ្នាហ្មង ការផ្លាស់ប្ដូរបកសិករដំបូងឡើយវិតស្ករដែលដៃបន្ទាប់មកប្រើតោកហើយឥឡូវប្រើដល់ម៉ាស៊ីនទៀតទៅនៅប៉ុណ្ណោះ ត្រូវហើយធ្វើបែបនេះមិនតាន់ដោយសារតែគាត់មិនលក់តែក្នុងស្រុកណានោះធ្វើនាំចេញទៅក្រៅប្រទេសទៀតហ៎ ខ្ញុំឃើញគាត់ចាក់ពីផ្ទះមិញគាត់ថាវិតអត់រួចទេតែប៉ិតគាត់ប្រើម៉ាស៊ីនណោះ ហើយនេះគឺជាវិធីក្នុងការធ្វើ ស្ករសាច់ ត្រូវហើយចុះបើសិនជាធ្វើស្កររងួយធ្វើមិនវិញ មុនហ្នឹងរ៉េណូប្រាប់ថាគ្រាន់តែយកស្ករដែលរងាស់ហើយហ្នឹងទុកឲ្យត្រជាក់ហើយចាក់ចូលនៅក្នុងដបហើយត្រូវអត់ ក្នុងធុងក្នុងដបហ្នឹងហើយយើងមិនបាច់ធ្វើការវិតចឹងទេទុកឲ្យត្រជាក់ទៅហើយមានពិបាក អញ្ចឹងនេះយើងកំពុងតែវិតសម្រាប់ធ្វើស្ករសាច់ ឥឡូវគាត់កំពុងវិតស្ករពីរផ្ទះចូលគ្នាហើយនិយាយបានថានៅសល់14ផ្ទះទៀតដែលគាត់កំពុងតែរងាស់ស្ករគាត់តែម៉ូទ័រសម្រាប់វិតស្កររបស់គាត់មានច្រើនណាស់ហ្នឹងមើល1 2 3 4អញ្ចឹងបញ្ជាក់បានថាបើសិនជាស្ករគាត់ឆ្អិនតំណាងគ្នាទាំងអស់ក៏គាត់អាចវិតតាន់ដែរ ឥឡូវម៉ាស៊ីន2ចាប់ផ្ដើមដំណើរការនេះខាងនេះផងខាងនេះផង ខាងនោះរៀងដូរពណ៌តិចហើយរៀងក្រហមខាងនេះរៀងនៅលឿងហើយ ទោះបីជានៅក្នុងសិប្បកម្មរបស់គាត់ប្រើប្រាស់ម៉ាស៊ីនទំនើបនៅក្នុងការវិតស្ករក៏ពិតមែនប៉ុន្តែគុណភាពនៃស្ករហ្នឹងនៅតែរក្សាភាពដើមដែលល្អរបៀបថាជាស្ករពីដូនតាយើងអញ្ចឹងណា ត្រូវហើយ ហើយវិវត្តខ្លួនពីស្ករដែលយើងគ្រាន់តែប្រើប្រាស់នៅក្នុងប្រទេសប៉ុន្តែមានចែកចេញទៅដល់ក្រៅប្រទេសទៀត នៅពេលដែលស្ករឆ្អិនគឺឆ្អិនបន្តបន្ទាប់គ្នាហ្មងណោះ ផ្ទះខ្លះគាត់កំពុងតែដាក់ជាមួយនឹងម៉ាស៊ីនម៉ូទ័រហ្នឹងធ្វើការវិតហើយផ្ទះខ្លះទៀតនេះចាប់ផ្ដើមលោតហើយទីទៀតគាត់នឹងលើកយកទៅវិតដែរ ការរងាស់ស្ករគឺចាប់ផ្ដើមពីពេលព្រឹកមកហើយក្នុងមួយឆ្នាំយើងចាយពេល5ម៉ោងទៅ5ម៉ោងជាងអញ្ចឹងក្រោយពីរងាស់តាំងពីព្រឹកមករហូតដល់ឥឡូវនេះចាប់ផ្ដើមយកទៅវិតទៀតអស់ពេលល្មម ហ្នឹងហើយ អស់ពេលមែនប៉ុន្តែបានស្ករច្រើនណាដោយសារគាត់មានឆ្នាំងគាត់ច្រើនហើយម៉ាស៊ីនវិតគាត់វិតបាន2ក្នុងពេលតែមួយទៀត យើងប្រើប្រាស់រយៈពេលវិតពី40នាទីទៅ1ម៉ោងដោយសារតែចំនួនស្ករយើងក៏ច្រើនដែរដល់20គីឡូហ្នឹង20គីឡូជាងហ៎អញ្ចឹងនៅពេលយើងវិតយូរបែបនេះធ្វើឲ្យស្ករយើងវាខាប់ហើយរឹងល្អទៀតណា ឥឡូវផ្ទះដែលវិតដល់ម៉ូទ័រដំបូងហ្នឹងចាប់ផ្ដើមរួចរាល់ហើយបានជាស្ករសម្រាប់ទេនេះឥឡូវគាត់ចាប់ផ្ដើមកៅស្ករចេញពីផ្ទះហើយចាក់ស្ករចូលទៅក្នុងកំប៉ុងឯង ហើយនិយាយបានថាវគ្គនេះជាវគ្គចុងក្រោយណាម៉ារ៉ាណែត ដឹងតាអ្នកកំពុងវិចខ្ចប់ហ៎មកកំប៉ុងចេះទម្ងន់ប៉ុន្មានដែរអ្នកមីង 1 គីឡូ 1គីឡូអូចឹងពេលខ្ចប់ហើយយើងដាក់ចូលត្រាំទឹកត្រជាក់អញ្ចេះទៀតដើម្បីឲ្យស្ករយើងហ្នឹងត្រជាក់ឲ្យរឹងល្អ សាក់ទីមើលតាក់ទងជាមួយនឹងការវិតដោយដៃនិងវិតដោយម៉ាស៊ីនចេះមួយណាល្អជាង វិតដោយដៃហត់ជាង សួរមួយណាល្អជាងម៉ារ៉ាណែតឆ្លើយថាវិតដៃហត់ជាងអញ្ចឹងក៏ត្រូវមួយយ៉ាងដែរដោយសារយើងវិតម៉ាស៊ីនប្រើម៉ូទ័រមានអស់កម្លាំងអីអស់តែភ្លើងតិចតួចហ្នឹងឥឡូវផ្ទះទី1នេះគឺគាត់បានច្រកហើយអញ្ចឹងឥឡូវម៉ារ៉ាណែតនេះមើលផ្ទះទី2ទៀតអូខាងនេះចិត្តបានភ្លេចខ្ចប់ដែរនេះឡើងសហើយតើ ទាំងអស់ហ្នឹងសិតសឹងតែជាបច្ចេកទេសហ្នឹងនេះធ្វើស្ករហើយឥឡូវដល់ម៉ោងវិចខ្ចប់ទៀតនេះបើសិនជាយើងអត់ដឹងណាយើងអត់ដឹងពីវិចពីណាទៅណាពីព្រោះអីតែស្ករហ្នឹងរឹងពេកក៏ពិបាកវិចខ្ចប់ដែរ ត្រូវហើយស្ករនេះវាយើងទុកឲ្យវាត្រជាក់រឹងទៅច្រកចូលក្នុងកំប៉ុងក៏អត់ល្អដែរវាមានខ្យល់វាអត់សូវណែនល្អញ៉ាំស្ករនេះនៅពេលដែលយើងមុនច្រកចូលកំប៉ុងនេះគឺវាទន់ទេហើយដល់ពេលយើងដាក់ចូលហើយយើងដាក់ត្រាំទឹកតិចទៅមូរគម្របលាងទឹកឲ្យស្អាតដល់ឥឡូវចាប់ដើមរឹងទេតា